ការគោរពការស្រឡាញ់ការរាប់អានគ្នាគ្មានទូនាទីគ្មានតន្លន្តរស័ក្តិបាទថ្ងៃមុនខ្ញុំបកមួយអ៊ំស្រីម្នាក់ខ្ញុំទៅកម្មវិធីមួយអ៊ំស្រីម្នាក់គាត់អនាម័យគាត់ឃើញខ្ញុំមកគាត់ឈរអ៊ំអៀនគាត់ឃើញគេថតគេអីផ្សេងជនអីផ្សេងគេពាក់អាវធំគេថតគាត់ចង់គាត់សួរអ្នកថតខ្ញុំគេសុំអោបបានអត់អញ្ចឹងក៏អោបខ្ញុំសួរមិនអោបគាត់ថាអត់ហ៊ានអោបខ្លាចធំក្លិនឆ្អាបឬក្មួយអត់ទេហើយខ្ញុំអរគុណណាស់ចំពោះការស្រឡាញ់ហើយខ្ញុំជឿថាប្រជាជនខ្មែរយើងគាត់វិនិច្ឆ័យគាត់មើលថាតើរដ្ឋាភិបាលទាំងខ្ញុំទាំងមន្ត្រីរបស់ខ្ញុំទាំងមន្ត្រីគណៈបកប្រជាជនកម្ពុជាយើងមិនល្អឥតខ្ចោះទេយើងមានបញ្ហាយើងរកបន្តដោះស្រាយប៉ុន្តែសួរថាមន្ត្រីនិងថ្នាក់ដឹកនាំរបស់គណៈបកប្រជាជនរដ្ឋាភិបាលគ្រប់គ្នាធ្វើបាបប្រជាជនទេអត់ទេមានតែខិតខំបានតិចបានច្រើនជូនប្រជាពលរដ្ឋហើយប្រជាពលរដ្ឋឲ្យតម្លៃខ្ញុំជឿណាបាទគេមើលចំណុចវិជ្ជមានប៉ុន្តែកុំភ្លេចថាស្រូវមិនល្អឆ្នាំនេះប៉ុន្តែយ៉ាងហោចណាស់ក៏ប្រជាជនមានទឹកធ្វើស្រែដែរដោយសាររដ្ឋអន្តរាគមន៍ធ្វើបន្លាយធ្វើទឹកឲ្យឆ្នាំនេះស្វាយចន្ទទីផលិតបានយើងប្រមូលទិញយើងផលិតជាកំប៉ុងនាំទៅដាក់នៅផ្សារនៅបារាំងអសរខ្មែរលក់ដោយសាររដ្ឋបើកច្រកដែរបាទឥឡូវតរេនខ្មែររបស់យើងគឺចាប់ផ្ដើមតង្ហែនខ្មែររបស់យើងរុញចេញទៅទីផ្សារចិនប្រមូលទិញ direct ស្វាយតំណាប់ស្វាយរបស់យើងរុញចេញបានវាមិនទាន់បានទលំទលាយតែបង្កើតឲ្យមានហើយពង្រីកឲ្យកាន់តែធំបន្តិចម្ដងថ្ងៃណាមួយយើងនឹងអាចម្ចាស់ការនៅការនាំចេញខ្លួនឯងផលិតផលយើងប្រតិកលាគ្នាបាននេះគឺជាអ្វីมันខុសពីរោងចក្រទេពីដំបូងយើងបង្កើតឲ្យទៅបានសិនផលិតតែកៅអៅ brand ទៀបក៏បានដែរការងារតែ 50000 នាក់ក៏បានដែរប្រាក់ខែប៉ម៉ាតែ $40,000 ក៏បានដែរឲ្យតែមកសិនយូរឥឡូវយើងបង្រៀនដល់ 40000 ជាងប្រាក់ខែឡើងប៉ម៉ា200ជាងអត្ថប្រយោជន៍ផ្សេងជាងច្រើននេះហើយគឺការសន្សំតក់ពេញបំពង់ធ្វើម៉េចថែរក្សាស្ថិរភាពសន្តិភាពនិងភាពតាក់ទាញឲ្យវិនិយោគទាំងក្នុងនិងក្រៅប្រទេសមានឱកាសឲ្យបងប្អូនយើងអាចរីកចម្រើនជាមួយគ្នានេះជឿរដ្ឋាភិបាលចុះតែហេតុអីបានជារដ្ឋាភិបាលហ៊ាននិយាយថារដ្ឋាភិបាលទោះបីជាស្ថានភាពអាមេរិកដាក់យ៉ាងណាទោះបីលំបាកយ៉ាងណាយើងនឹងត្រូវការពារព្រោះសមិទ្ធផលទាំងអស់នេះយើងអាចថាគណៈបកប្រជាជនដែលដឹកនាំរដ្ឋាភិបាលរដ្ឋអំណាចគឺថារដ្ឋអំណាចនេះគឺជាអ្នកដែលឈររៀបចំបង្កើតផ្ទាល់តែម្ដងជាកូនបង្កើតរបស់យើងតែម្ដងអាណត្តិទី1មានពីគណៈបកដឹកនាំរដ្ឋាភិបាលចម្រុះតែក្រោយមករដ្ឋាភិបាលដឹកនាំនៃគណៈបកប្រជាជនកម្ពុជាដើរតាក់មួយបង្កើតគោលនយោបាយជាច្រើនអានេះគឺយើងធ្វើបានន័យថាការងារ1,800,000 នាក់នេះប្រាក់ខែបរមា208ឆ្នាំ2025អត្ថប្រយោជន៍បសសស្អីនេះគឺកើតឡើងដោយសារគោលនយោបាយគណៈបកប្រជាជនកម្ពុជាអ្នកធ្វើឲ្យបងប្អូនអ្នកដែលដាំផ្ទាល់ស្រឡាញ់ដើមខ្លួនឯងចេកនឹងផ្លែមិនល្អក៏ដោយប៉ុន្តែបើឲ្យអ្នកដែលដាំទៅកាប់គាត់នឹងព្យាយាមតែបើមិនមែនអ្នកដាំគេចង់កាប់ថ្ងៃណាក៏បានដែរគេមិនសូវឲ្យតម្លៃព្រោះគេមិនបានដាំគេមកគេថាណែជ័យគេខាងនោះល្អអាជ័យអីស្អីឯងដាំចង់ងាប់បែកញើសហ្មងតែបានផ្លែប៉ុណ្ណឹងអញ្ចឹងបងប្អូនដោយសារគណៈបកប្រជាជនកម្ពុជាមិនមែនតែ10ចំណែកអាដាមហេស៊ូនិយាយនោះទេបងប្អូនអង្គុយនៅទីនេះមានឱកាសធ្វើជាប្រធានសហជីពជាតំណាងដោយសារមានរោងចក្រមានកម្មករយើងមិនអាចធ្វើម្នាក់ឯងដោយគ្មានសហជីពទេបាទធ្វើសហព័ន្ធសហជីពសហភាពសហព័ន្ធតលតែកម្មកររាប់ពាន់រាប់ម៉ឺនបើមានតែ3នាក់មានត្រឹមតែប្រតិភូបុគ្គលិកអញ្ចឹងការដែលមានសហព័ន្ធសហជីពមានសិទ្ធិមានឱកាសដើរតួនាទី
នេះគឺដោយសាររដ្ឋាភិបាលបង្កើតការងាររាប់ពាន់ផ្ដល់សិទ្ធិសេរីភាពឲ្យចងក្រងជាសហជីពតំណាងឲ្យដែរទើបទៅរួចចឹងសមិទ្ធផលរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាខ្ញុំជឿបើសិនជាទៅទៀតចេញមកមានការលំបាកដាក់ពន្ធដាក់អីប៉ះពាល់យើងតិចខ្លះគេនឹងទៀមទាគេថានឹងកំហុសរដ្ឋាភិបាលតែសូមឲ្យបងប្អូនជឿហើយសូមឲ្យបងប្អូនផ្ដល់យុត្តិធម៌តម្រាំតែបានថ្ងៃនេះរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាជាបាតដៃរបស់រដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាហើយយើងនឹងខិតខំការពារហើយបើថ្ងៃក្រោយមានបញ្ហាលំបាកបន្តិចតួចសូមបងប្អូនកុំភ្លេចថាទូកនេះរដ្ឋាភិបាលបានខំកសាងហើយបើវាប្រឡោះអីតូចមួយកុំភ្លេចគេថាពាក្យខ្មែរថាទូកធំប៉ិនសំពៅតូចមួយចូលទៅអលីបាត់អស់សូមគិតថាអ្នកដែលគេស្រែកគេនឹងទាញយកកេងចំណេញនោះសួរថាតើបងប្អូនបានប៉ុណ្ណេះតើបាតដៃអ្នកណាធ្វើច្រើនជាងអត់បងប្អូនខ្ញុំគិតថាគ្មានពីណាអាចប្រៀបធៀបជាមួយរដ្ឋាភិបាលនៅក្នុងដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបាននោះទេគេថាឲ្យគេធ្វើម៉េចបើគេមិនកាន់អំណាចផងបងប្អូនគេមានជំរឿសក្នុងនាមជាអ្នកដឹកនាំនយោបាយគេមានជំរឿសទៅធ្វើការជួបជាមួយអាមេរិកជាមួយអឺរ៉ុបប្រហែលឆ្នាំមុនដែលគេអឺរ៉ុបកាត់ EBA ក៏មានបាតដៃរបស់លោកសំរងស៊ីទៅជួបប្រធានកាលនោះលោកសំរងស៊ីនឹងលោកកបរវិជាក៏បានជួបជាមួយសភាអឺរ៉ុបទាមទារឲ្យគេបោះឆ្នោតកាត់ EBA អញ្ចឹងបើអ្នកឯងមិនមែនក្នុងរដ្ឋាភិបាលប៉ុន្តែអ្នកឯងជាអ្នកនយោបាយចាំបាច់ទៅទាមទារឲ្យគេដកធ្វើអីនៅស្ងៀមទៅមិនល្អហើយបើទៅជួបជាមួយវិនិយោគបរទេសកុំគំរាមគេថាបើឡើងកាន់អំណាចនឹងលុបចោលទៅតាក់ទាញទៅជួបអាមេរិកថាខ្ញុំអត់ត្រូវជាមួយរដ្ឋាភិបាលទេប៉ុន្តែបងប្អូនខ្ញុំអ្នកគ្រប់គ្រងខ្ញុំក៏មានបោះឆ្នោតធ្វើការនៅអញ្ចឹងសូមឲ្យអាមេរិកលើកទឹកចិត្តឲ្យវិនិយោគទៅបើលើកបែបនេះគ្មានពីណាថាកោទេបែបទេវាមិនមែនរឿងលទ្ធភាពធ្វើទេយ៉ាងហោចណាស់ក៏មានទឹកចិត្តធ្វើដែរហើយសិទ្ធនៅក្នុងការជួបសំណុំពរក្នុងនាមជាអ្នកនយោបាយឬជាបុគ្គលហើយខ្ញុំសូមប្រាប់អ្នកនយោបាយដោយគាត់ចាញ់ទាំងប្រជាពលរដ្ឋខ្មែរផងប្រជាពលរដ្ឋខ្មែរយើងមួយចំនួនពេលដែលគេគិតគូរខ្មែរអាមេរិកកាំងនាំគ្នាសរសេរសបុតទៅសភារបស់គាត់ដើម្បីឲ្យអាមេរិកគិតគូរពីការការពារថែរក្សា GSP មកដើម្បីការពារអត្ថប្រយោជន៍របស់យើងចឹងបានន័យថាអ្នកនយោបាយប្រជាខ្មែរគាត់ទៅអាមេរិកគាត់ទៅឲ្យគេកាត់ GSP នៅពេលដែលអាមេរិកធ្វើការវាយតម្លៃឡើងវិញតើឲ្យឬមិនឲ្យដាក់សម្ពាធពេលដែលខ្មែរអាមេរិកកាំងមួយចំនួនបានសរសេរសបុតទៅអ្នកនយោបាយអាមេរិកកាំងសភាអាមេរិកកាំងសូមឲ្យជួយផ្ដល់ការអនុគ្រោះបន្តឲ្យកម្ពុជាឲ្យបងប្អូនមានការងារធ្វើនេះវាចាញ់អ្នកប្រជាពលរដ្ឋខ្មែរអាមេរិកកាំងតទៅបាទចឹងអ្នកនយោបាយថាខ្លួនហើយកុំយល់ទេថាខ្លួនមិនមែននៅហើយខ្លួនក៏ធ្លាប់នៅក្នុងសភាស៊ីប្រាក់ខែរដ្ឋ55កៅអីដែរតែ55កៅអីគុណនឹង2000ចូលប៉ុន្មានមួយខែចូល1លានដែរមួយឆ្នាំ10លានដុល្លារជើងពេលនោះក៏អត់មានស្រែកអីរឿងព្រំដែនទេបាទ CLVTTA អត់មានស្រែកទេពេលដែលយើងវាយគ្នាការពារជាតិនៅតំមន់តាកបីអត់មានមាត់ប្រមាត់ទេថែមទាំងគិតថានឹងជាអបាយកលរបស់គណៈបព្វជិជនមួយថៃស៊ីស៊ូគ្នាវាយគ្នាព្រំដែនទៀតដល់ឥឡូវមកធ្វើឯងគ្រាន់បើជាអ្នកស្នេហាជាតិ